អសាទរខូបលើកទី114ទិវានារីអន្តរជាតិ8មីនាឆ្នាំ2025ក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបបាទជាការពិតណាស់គុណតម្លៃរបស់ស្ត្រីនៅក្នុងគ្រួសារនិងក្នុងសង្គមជាតិត្រូវបានលើកឡើងនៅក្នុងពំនោលពាក្យស្លោកឬក៏កំណាព្យជាច្រើនដូចជាសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយាទ្របគុំត្បិតស្រីចេះរៀបចំទុកផ្ទះធំស្រណុកត្បិតភរិយាជាស៊ូស្លាប់បាកុំឲ្យស្លាប់មេស៊ូលេខទូកដាទលេកុំឲ្យភ្លើងឆេះផ្ទះសំណាបយោងដីស្រីយោងបរោះជាដើមបាទហើយនៅក្នុងអក្សរសិល្ប៍ខ្មែរយើងក៏មានរឿងមួយចំនួនដែលលើកពីតម្លៃស្ត្រីខ្មែរផងដែរដូចជារឿងមាយើងនិងរឿងគង់ហ៊ានជាដើមបាទបើមានពាក្យស្លោកអ្វីឬក៏រឿងអ្វីផ្សេងទៀតសូមបងប្អូនជួយខមមិនប្រាប់ផងបាទប៉ុន្តែសូមចាំថាស្ត្រីដែលជាម្ដាយទោះរឹងមាំយ៉ាងណាក៏រមែងព្រួយបារម្ភពីកូនជានិច្ចពេលខ្លះម្ដាយអាចនឹងចង់ឈ្នះគ្រប់យ៉ាងប៉ុន្តែម្ដាយក៏អាចនឹងព្រមចោះចាញ់គ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់កូនផងដែរហើយស្ត្រីដែលជាប្រពន្ធទោះរឹងមាំយ៉ាងណាក៏គង់ត្រូវការយកចិត្តទុកដាក់ការសួរនាំការខ្វល់ខ្វាយពីស្វាមីផងដែរមាត់របស់គាត់អាចនឹង say no ប៉ុន្តែក្នុងចិត្តការពិតគឺ say yes ដូច្នេះសូមបរិសុទ្ធជាស្វាមីទាំងឡាយមេត្តាអត់ធ្មត់និងព្យាយាមស្វែងយល់ពីប្រពន្ធរបស់ខ្លួនឲ្យបានកាន់តែច្រើនបាទអញ្ចឹងដោយសារថ្ងៃនេះជាថ្ងៃសិទ្ធិនារីដូច្នេះសូមលំអៀងទៅខាងម៉ាក់និងខាងនារីជាប្រពន្ធបន្តិចឲ្យបាទ Happy International Women's Day វីដេអូនេះនាំមកជូនដោយតូបម៉ែនសិទ្ធិហៅអាទិនៅផ្សារតាខ្មៅចាស់បាទតូបលេខថ19ថ20បាទបងប្អូនត្រូវការសរងកម្មាអាវយាយអាវតាសឹងហូរប្រមួងបាក់ជាដើមអាចតាក់ទងបានបាទសូមអរគុណបាទ